បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាឪពុករបស់ខ្ញុំបានដាក់ពាក្យធានាខ្ញុំទៅរស់នៅឯសហរដ្ឋអាមេរិកគាត់បានដាក់ឯកសារនានានិងលិខិតឆ្លងដែនរបស់ខ្ញុំនឹងទៅកាន់ក្រសួងអន្តរប្រវេសន៍និងមជ្ឈមណ្ឌលតុលាការជាតិអាមេរិកក៏ប៉ុន្តែពេលមានថ្ងៃចូលសម្ភាសលិខិតឆ្លងដែនដែលគាត់បញ្ជូនទៅនឹងអស់សុពលភាពទៅហើយអញ្ចឹងតើខ្ញុំត្រូវធ្វើយ៉ាងម៉េចបើលិខិតឆ្លងដែនអស់សុពលភាពបាទចម្លើយដំបូងបំផុតលោកអ្នកត្រូវធ្វើលិខិតឆ្លងដែនថ្មីឲ្យបានមុនថ្ងៃចូលសម្ភាសនៅស្ថានទូតបាទមុននឹងអស់សុពលភាពគឺធ្វើលិខិតឆ្លងដែនថ្មីភ្លាមធ្វើថ្មីភ្លាមធ្វើយ៉ាងម៉េចឲ្យបានមុនថ្ងៃចូលសម្ភាសនៅស្ថានទូតលិខិតឆ្លងដែនថ្មីនេះលោកអ្នកមិនចាំបាច់ធ្វើបច្ចុប្បន្នភាពទៅក្រសួងអន្តរប្រវេសន៍និងមជ្ឈមណ្ឌលតុលាការជាតិអាមេរិកនោះទេបាទមានន័យថាមិនចាំបាច់ផ្ញើឲ្យគេនោះទេដល់ថ្ងៃចូលសម្ភាសលោកអ្នកគ្រាន់តែយកលិខិតឆ្លងដែនថ្មីនិងលិខិតឆ្លងដែនចាស់ហ្នឹងទៅជាមួយបន្ទាប់មកបង្ហាញមន្ត្រីស្ថានទូតទៅគឺបានហើយបាទគឺអាចាស់ផងអាថ្មីផងបង្ហាញគេទៅគេដឹងហើយបាទអាណាថ្មីអាណាចាស់បាទតាក់ទងទៅតុលាការអាមេរិកលោកអ្នកអាចតាក់ទងមកក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការសេវាកម្មផ្នែកប្រឹក្សាឬដាក់ពាក្យស្នើសុំធានាដាក់ពាក្យស្នើសុំវីសាមកលេងឬដាក់ពាក្យរៀបចំឯកសារដើម្បីទៅរៀននៅសហរដ្ឋអាមេរិកខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ